មានបរិសុទ្ធពីរនាក់ដែលជាមិត្តរកស៊ីជាមួយគ្នាដោយម្នាក់ជាអ្នកចាំទិញស្រូវអង្ករនៅក្នុងភូមិចំណែកម្នាក់ទៀតជាអ្នកយកអង្ករទៅលក់នៅរៀងរាល់ថ្ងៃអ្នកទាំងពីរតែងតែបំពេញការងាររបស់ពួកគេទាំងពីរតែប៉ុណ្ណឹងយើងនឹងតែចំណេញបានប្រាក់ទៀតហើយណាសម្លាញ់ពិតជាពូកែដើររកទិញស្រូវមែនយើងនឹងចំណេញបានប្រាក់ច្រើនហើយណាសម្លាញ់ចំណែកឯវិញក៏ពូកែដែលបានរកម៉ូយយកទៅលក់ណាសម្លាញ់ដូច្នេះសម្លាញ់ក៏មានការព្រួយបារម្ភអីចាំគ្នានឹងដើរប្រមូលទិញពីអ្នកភូមិសម្លាញ់រងចាំដឹកយកទៅលក់ទៅបានហើយយើងពិតជារកស៊ីជាមួយសម្លាញ់ដោយភាពស្មោះត្រង់យើងមិនមានអ្នកណាកឹបកេងលើអ្នកណាទេនៅពេលដែលលក់បានប្រាក់ចំណេញយើងនឹងចែកជាពីរឲ្យស្មើគ្នាដូច្នេះការរកស៊ីរបស់យើងទាំងពីរនាក់នឹងបន្តរហូតដល់សប្តាហ៍ថ្ងៃសម្លាញ់គិតបែបនេះជាការត្រឹមត្រូវយើងរកស៊ីត្រូវតែមានភាពស្មោះត្រង់យើងមិនត្រូវមានការគិតកឹបកេងលើគ្នាទេណាសម្លាញ់អញ្ចឹងគ្នានឹងដឹកស្រូវយកទៅសិនហើយប្រហែលព្រឹកស្អែកនេះគ្នានឹងមកដល់វិញហើយយើងទាំងពីរនាក់នឹងចែកប្រាក់ចំណេញបន្ទាប់មកនេះចយក៏បានបរទេះគ្រប់3ដឹកស្រូវយកទៅលក់ខ្ញុំគិតថាបងគួរតែទៅជាមួយគាត់ទៅហើយដើម្បីបានជាបងទុកចិត្តឲ្យគាត់ទៅតែម្នាក់ឯងបែបនេះចង់បើសិនជាគាត់កុហកតម្លៃពិតប្រាកដយើងក៏មិនបានដឹកដែរណាបងប្រហែលជាមិនអីទេណាអូនរយៈពេលដែលយើងរកស៊ីជាមួយគេតែងតែយកប្រាក់ចំណេញមកដល់ផ្ទះរបស់យើងហើយក៏បានចែកប្រាក់ចំណេញស្មើគ្នាជានិញតម្លៃទីផ្សារនៅលើមាត់គាត់និយាយតែប៉ុណ្ណោះដូច្នេះយើងមិនបានដឹងទេណាបងចំណែកបងវិញទៅប្រមូលទិញស្រូវពីអ្នកភូមិគាត់បានដឹងយ៉ាងច្បាស់ប៉ុន្តែចំណែកគាត់វិញនៅលើមាត់គាត់និយាយទីផ្សារតែប៉ុណ្ណោះកាលពីមុនបងបានទៅជាមួយគេម្ដងរួចមកហើយបងបានដឹងច្បាស់ពីតម្លៃដូច្នេះរាល់ពេលដែលគេយកស្រូវទៅលក់នឹងបានតម្លៃប៉ុណ្ណឹងគ្រប់ចំនួនតែម្ដងណាអូនលោកប្តីរបស់ខ្ញុំអើយហើយអ្វីបានជាស្មោះត្រង់ក្នុងការរកស៊ីបែបនេះបងស្មោះត្រង់បែបនេះជាការត្រឹមត្រូវប៉ុន្តែមិត្តបងយើងមិនអាចមើលចិត្តគេឃើញទេណាបងនៅពេលដែលគាត់បានយកស្រូវមកដល់រាជធានីគាត់មិនបានយកស្រូវទៅលក់នៅទីកន្លែងដែលគាត់ធ្លាប់លក់កាលពីមុនទេដោយសារតែទីកន្លែងនោះបានតម្លៃថោកហើយគាត់ក៏បានយកទៅលក់នៅកន្លែងថ្មីដែលមានតម្លៃថ្លៃជាងខ្ញុំអរគុណដែលបានយកស្រូវមកលក់ឲ្យកន្លែងខ្ញុំនេះទិញក្នុងតម្លៃថ្លៃជាងគេលោកប្អូនឯងគិតត្រូវហើយដែលបានយកស្រូវយកមកលក់នៅទីនេះខ្ញុំយកទៅលក់នៅកន្លែងផ្សេងបានត្រឹម1គីឡូ1500រៀលតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលខ្ញុំយកមកលក់ឲ្យលោកសេដ្ឋីខ្ញុំទទួលបាន1គីឡូ1700រៀលកុំភ័យអីចាំខ្ញុំនឹងទិញក្នុងតម្លៃប៉ុណ្ណឹងជារៀងរហូតទៅដោយសារតែកន្លែងដែលលោកប្អូនឯងលក់កាលពីមុនកន្លែងនោះទិញក្នុងតម្លៃថោកហើយក្រុមឈ្មួញដតីគេបានឈប់លក់ឲ្យគេទៀតហើយអញ្ចឹងខ្ញុំទៅសិនហើយរវល់ការងារច្រើនមិនបាននិយាយលេងយូរទេបើសិនជាមិនទាន់ទៅវិញទេអាចសម្រាកនៅទីនេះបានខ្ញុំលក់នៅទីនេះបានប្រាក់ចំណេញច្រើនដូច្នេះខ្ញុំគួរតែយកប្រាក់ចំណេញទៅចែកជាមួយនឹងវាសនាជាពីរហើយខ្ញុំដក1គីឡូ200រៀលចេញវាសនាគេមិនដឹងឡើយថាខ្ញុំលក់បាន1គីឡូ1700រៀលនៅទីនេះខ្ញុំនេះឆ្លាតមែន1គីឡូចំណេញបាន200រៀលពីមិត្តរបស់ខ្លួនឯងនៅពេលដែលគាត់បានមកដល់គាត់មិនត្រឹមតែមានគំនិតចង់កេងប្រាក់200រៀលក្នុង1គីឡូទេប៉ុន្តែគាត់បែរជាមានគំនិតបន្លំភ្នែកចិញ្ចិញថែមទៀតសម្លាញ់អើយស្រូវរបស់យើងនៅពេលដែលយើងបានដឹកយកទៅលក់បាត់ភ្នែកចិញ្ចិញច្រើនគួរសមណាសម្លាញ់ដូច្នេះយើងត្រូវខាត់ប្រាក់ច្រើនគួរសមដែរណាសម្លាញ់ប្រាក់ដែលយើងចំណេញយើងចែកគ្នាបានតែប៉ុណ្្នឹងទេប្រហែលជាភ្នែកចិញ្ចិញនៅទីនោះបន្លំយើងហើយណាសម្លាញ់ប៉ុន្តែមិនអីទេយ៉ាងហោចណាស់ក៏យើងនៅតែចំណេញបានប្រាក់ចែកគ្នាស្មើយើងបានដកប្រាក់ទិញនិងប្រាក់ចំណេញរួចហើយប្រាក់ដែលនៅសល់លើក្រែនេះគឺជារបស់ពួកយើងទាំងពីរនាក់ដែលជាចំណែករបស់ពួកយើងហើយណាសម្លាញ់ពិតជាប្រសើរអញ្ចឹងសម្លាញ់គិតថានឹងសម្រាប់នៅទីនេះមួយយប់ឬមួយចាំទៅនៅពេលល្ងាចនេះយើងបានទិញស្រូវអង្ករពីអ្នកភូមិបានគ្រប់ចំនួនទៀតហើយណាសម្លាញ់ហើយយើងបានទិញក្នុងតម្លៃដដែលទេបើសម្លាញ់មិនជឿទេសម្លាញ់អាចសួរអ្នកភូមិបានយើងជឿជាក់លើឯងយើងដឹងថាតម្លៃដែលសម្លាញ់ទិញរាល់ថ្ងៃនេះគឺជាតម្លៃពិតប្រាកដមិនមានការកឹបកេងប្រាក់ឡើយណាសម្លាញ់អញ្ចឹងចាំយើងរៀបចំដាក់លើរទេះនៅពេលនេះហើយយកចេញទៅលក់នៅពេលនេះតែម្ដងខ្ញុំដឹងតែចំណេញបានប្រាក់លើគេទៀតហើយចំណេញទាំងភ្នែកចិញ្ចិញចំណេញទាំងប្រាក់ដែលបានយកទៅលក់ហើយខ្ញុំក៏មិនឲ្យគេបានដឹងតម្លៃពិតប្រាកដនៃការលក់របស់ខ្ញុំ
នៅពេលស្អែកឡើងនាយចយក៏បានដឹកស្រូវយកមកលក់នៅផ្ទះលោកសេដ្ឋីដោយការពីមុនពិតជាលឿនមែនខ្ញុំពិតជារីករាយដែលបានរកស៊ីជាមួយលោកប្អូនបែបនេះលោកប្អូនឯងពិតជាមនុស្សធ្វើការងារទាន់ចិត្តមែនក៏ព្រោះតែខ្ញុំនៅមានមិត្តចាំទិញណាលោកសេដ្ឋីដូច្នេះខ្ញុំគ្រាន់តែដឹកយកមកលក់នៅទីនេះតែប៉ុណ្ណោះអរគុណច្រើនហើយលោកសេដ្ឋីដែលបានជួយទិញបន្ទាប់ពីបានប្រាក់ពីលោកសេដ្ឋីរួចនាយចយក៏បញ្ញាប់ធ្វើដំណើរចាក់ចេញទៅវិញគាត់ក៏បានមកដល់ផ្ទះវាសនាដោយកាលពីមុនហើយក៏បានចែកចំណាយប្រាក់ស្មើគ្នាដោយគាត់មិនឲ្យវាសនាបានដឹងទេថាគាត់លក់ស្រូវបាន1គីឡូ1700ដោយគាត់គ្រាន់តែនិយាយថាលក់បានត្រឹមតែ1500រៀលតែប៉ុណ្ណោះរយៈពេលនេះយើងចំណេញបានប្រាក់ច្រើនគួរសមណាស់សម្លាញ់យើងគិតថាទៅរកកន្លែងផឹកស៊ីបន្តិចឲ្យសប្បាយតើសម្លាញ់គិតថានឹងទៅជាមួយយើងដែរទេពិតជាប្រសើរអញ្ចឹងសម្លាញ់គិតថានឹងសម្រាកនៅទីនេះមួយយប់ឬមួយចាំទៅនៅពេលល្ងាចនេះយើងបានទិញស្រូវអង្ករពីអ្នកភូមិបានគ្រប់ចំនួនទៀតហើយណាសម្លាញ់ហើយយើងបានទិញក្នុងតម្លៃដដែលទេបើសម្លាញ់មិនជឿទេសម្លាញ់អាចសួរអ្នកភូមិបានឯងនេះពិតជាប្តីដ៏ល្អមែនអញ្ចឹងមិនអីទេឯងមកទៅទីក៏ហីទៅយើងទៅតែម្នាក់ឯងក៏បានដែរណាសម្លាញ់ហើយចាំថ្ងៃស្អែកចាំឯងដើររកទិញស្រូវពីអ្នកភូមិយកមកទុកទៀតមកបន្ទាប់ពីបានចែកប្រាក់រួចគាត់ក៏បានធ្វើដំណើរដឹកស្រូវយកចាក់ចេញទៅវិញដូចរាល់ដងនៅរៀងរាល់ថ្ងៃគាត់តែងតែដឹកស្រូវយកមកលក់តែម្នាក់ឯងជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃមួយវាសនាក៏បានមកដល់តាមក្រោយហើយក៏បានតាមមកដល់ទីកន្លែងដែលមិត្តរបស់គាត់យកស្រូវមកលក់គោរពលោកសេដ្ឋីខ្ញុំទាំងពីរអ្នកប្តីប្រពន្ធមកនេះគឺដើម្បីសួរនាំពីតម្លៃតើលោកសេដ្ឋីទិញស្រូវ1គីឡូប៉ុន្មានដែរទៅលោកសេដ្ឋីខ្ញុំទិញស្រូវ1គីឡូ1700រៀលហើយខ្ញុំទិញក្នុងតម្លៃថ្លៃជាងគេគ្មានអ្នកខ្លះគេទិញត្រឹមតែ1500រៀលតែប៉ុណ្ណោះនិយាយថាម៉េចលោកសេដ្ឋីទិញក្នុងតម្លៃ1គីឡូ1700រៀលតើមែនទេខ្ញុំបានឃើញគេម្នាក់នោះយកស្រូវយកមកលក់នៅទីនេះតើគេយកស្រូវមកលក់នៅទីនេះប៉ុន្មានដងហើយលោកសេដ្ឋីគេបានយកមកលក់នៅទីនេះ 4-5 ដងមកហើយខ្ញុំក៏បានទិញគេក្នុងតម្លៃពេញតើប្អូនឯងមានអ្វីចង់និយាយតើមែនទេខ្ញុំជាភិក្ខុរកស៊ីជាមួយគេខ្ញុំចាំប្រមូលទិញស្រូវពីអ្នកភូមិហើយគេគ្រាន់តែដឹកយកមកឲ្យលោកសេដ្ឋីតែប៉ុណ្ណោះប៉ុន្តែគេបាននិយាយថាលក់1គីឡូ1500រៀលតែប៉ុណ្ណោះគេមិនបាននិយាយប្រាប់ខ្ញុំតាមត្រង់ថាលោកសេដ្ឋីទិញ1គីឡូ1700រៀលទេមានន័យថាគេបានកឹបកេងប្រាក់1គីឡូ200រៀលបាត់ហើយនៅចំណេញប្រាក់ដែលគេចែកពាក់កណ្ដាលឲ្យប្អូនឯងដូច្នេះគេបានកឹបកេងប្រាក់ចំណេញឲ្យណាប្អូនមិនត្រឹមតែប៉ុណ្ណោះគេបាននិយាយថាផ្នែកចិញ្ចឹមជីងលោកសេដ្ឋីបានបន្លំជានិច្ចហើយខ្ញុំក៏មិនបានសួរដេញដោលអ្វីដែរដោយខ្ញុំជឿជាក់លើការនិយាយរបស់គេទាំងស្រុងគេហ៊ានធ្វើបែបនេះផងតើមែនទេវាមិនដូចជាអ្វីដែលគេបាននិយាយឡើយខ្ញុំរកស៊ីត្រឹមត្រូវមិនបានបន្លំភ្នែកចិញ្ចៀងដោយគេនិយាយទេគេថ្លើមធំមែនដែលហ៊ាននិយាយបង្កូចឈ្មោះខ្ញុំបែបនេះខ្ញុំគ្រាន់តែនិយាយតាមអ្វីដែលគេនិយាយប្រាប់ខ្ញុំតែប៉ុណ្ណោះទេណាលោកសេដ្ឋីហើយខ្ញុំពិតជាមានការសោកស្ដាយដែលគេបានគេបន្លំប្រាក់ចំណេញខ្ញុំបែបនេះថែមទាំងបាននិយាយប្រាប់ខ្ញុំថាលោកសេដ្ឋីបានបន្លំភ្នែកចិញ្ចៀងគេថែមទៀតគេថ្លើមធំហ៊ាននិយាយបង្កូចឈ្មោះខ្ញុំបែបនេះខ្ញុំគឺជាមន្ត្រីហើយជាសេដ្ឋីរកស៊ីមុខជំនួញដូច្នេះវាប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំនឹងប្រាប់ក្រុមឈ្មួញដតីមិនឲ្យរកស៊ីជាមួយគេជាដាច់ខាតចាំមើលទៅតើគេដឹកស្រូវលក់ឲ្យអ្នកណាអរគុណណាស់ប្អូនដែលប្អូនបានយករឿងនេះមកប្រាប់ខ្ញុំឲ្យបានដឹងប្អូនឯងកុំរកស៊ីជាមួយគេទៀតអីវាមិនល្អឡើយប្អូនឯងអាចដឹកស្រូវយកមកលក់ឲ្យខ្ញុំបានដល់ដៃនៅទីនេះបានគ្រប់ពេលណាប្អូនបាទលោកសេដ្ឋីអរគុណដូចគ្នាដោយលោកសេដ្ឋីបានប្រាប់ពីតម្លៃពិតប្រាកដឲ្យខ្ញុំបានដឹងហើយខ្ញុំថែមទាំងដឹងថាលោកសេដ្ឋីមិនបានបន្លំភ្នែកជញ្ជីងដោយអ្វីដែលគេបាននិយាយទេខ្ញុំនឹងមិនរកស៊ីជាមួយគេទៀតទេណាលោកសេដ្ឋីបន្ទាប់ពីបានដឹងដំណឹងនេះវាសនានិងប្រពន្ធក៏បានធ្វើដំណើរចាក់ចេញទៅផ្ទះវិញវាសនាក៏បានធ្វើដំណើរមកដល់ផ្ទះវិញហើយគាត់ក៏បានឃើញនាយចយបំរុងនឹងលើកស្រូវដាក់រទេះដោយការពីមុននៅថ្ងៃនេះដឹងតែចំណេញបានប្រាក់ទៀតហើយណាសម្លាញ់មើលទៅច្រើនជាងរកដងទៅទៀតថ្ងៃនេះឯងទិញបានស្រូវច្រើនអញ្ចឹងយើងគិតថាដឹកយកទៅលក់នៅពេលនេះហើយណាសម្លាញ់
មិនបានជាឯងកុហកយើងបែបនេះឯងបានយកទៅលក់ក្នុង1គីឡូ1700រៀលហើយអ្វីបានជាឯងប្រាប់យើងថាលក់បានត្រឹមតែ1គីឡូ1500រៀលហើយថែមទាំងកុហកថាលោកសេដ្ឋីបន្លំភ្នែកជញ្ជីងឯងថែមទៀតទាំងដែលការពិតមិនដូចជាអ្វីដែលឯងបាននិយាយទេនេះតើឯងទៅសួរនាំលោកសេដ្ឋីតើបែបទេហើយអ្វីបានជាឯងបានដឹងទីកន្លែងដែលយើងយកទៅលក់ឬមួយឯងទៅតាមលបយើងមើលតើឬមួយឯងលបតាមយើងមើលតើមែនទេយើងពិតជាមានការអន់ចិត្តណាស់សម្លាញ់ដែលសម្លាញ់រកស៊ីមិនស្មោះត្រង់បែបនេះយើងទុកចិត្តសម្លាញ់ឲ្យសម្លាញ់យកស្រូវទៅលក់តែម្នាក់ឯងប៉ុន្តែសម្លាញ់បែរជាកັບកេងប្រាក់ចំណេញទៅវិញយើងសូមទោសថាសម្លាញ់យើងសន្យាថានឹងមិនធ្វើបែបនេះទៀតទេសូមសម្លាញ់កុំបញ្ចប់ការរកស៊ីរបស់យើងតែពីរនាក់អីយើងមិនអាចបន្តការរកស៊ីជាមួយឯងបានទៀតទេក៏ព្រោះតែឯងបានធ្វើទង្វើបែបនេះចំពោះយើងមិនអាចទ្រាំបានទេណាសម្លាញ់ទ្រាំមិនបានទេក៏ហីទៅយើងទៅរកទិញស្រូវពីអ្នកភូមិដោយខ្លួនឯងយកទៅលក់ក៏បានដោយយើងមិនបាច់ពឹងពាក់ឯងទៀតទេឯងគិតថាអ្នកភូមិនឹងលក់ស្រូវឲ្យឯងតើមែនទេអ្នកភូមិទាំងអស់គ្នាបានយកប្រាក់ពីយើងដើម្បីទិញជីដាក់ស្រែនៅពេលដែលប្រមូលផលគេប្រកាសជាលក់ឲ្យយើងចំណែកឯងវិញទោះបីជាបានទិញស្រូវបានក៏ដោយក៏លោកសេដ្ឋីមិនទិញស្រូវរបស់ឯងដោយសារតែលោកសេដ្ឋីស្អប់នៅទង្វើរបស់ឯងដែលបានបង្ខូចឈ្មោះរបស់គាត់ថាគាត់បានបន្លំភ្នែកជញ្ជីងហើយគាត់បានហាមឃាត់ឈ្មោះដតីមិនឲ្យរកស៊ីតាក់ទងជាមួយឯងជាដាច់ខាតចាប់ហើយខ្ញុំនៅពេលនេះលោកសេដ្ឋីមិនព្រមទិញស្រូវរបស់ខ្ញុំហើយថែមទាំងហាមឃាត់ក្រុមឈ្មោះដតីមិនឲ្យរកស៊ីជាមួយខ្ញុំថែមទៀតខ្ញុំប្រកាសជាត្រូវដាច់ពោះស្លាប់ជាមិនខានខ្ញុំអើយខ្ញុំនាយចយចាប់តាំងពីថ្ងៃនោះក៏មិនអាចរកស៊ីលក់ស្រូវទិញស្រូវដូចបានកាលពីមុនទៀតដោយសារតែលោកសេដ្ឋីបានហាមឃាត់ឈ្មោះដតីមិនឲ្យទិញស្រូវរបស់នាយចយដោយសារតែនាយចយបានធ្វើទង្វើកັບកេងប្រាក់និងបង្ខូចឈ្មោះលោកសេដ្ឋីមានរឿងមួយបានដំណើរថាមានបុរសកំសត់ម្នាក់រស់នៅជាមួយប្រពន្ធគាត់ដោយគាត់ទាំងពីរនាក់ប្រកបមុខរបរជាអ្នកដាំបន្លែចំណែកបុរសជាប្តីប្រកបមុខរបរជាអ្នកកាប់អុសបងគិតថាថ្ងៃនេះបងនឹងទៅកាប់អុសទៀតហើយប្រហែលជាល្ងាចបន្តិចទើបបងមកដល់ផ្ទះវិញថ្ងៃនេះអូនមិនចាំបាច់ទៅជាមួយបងទេអូននៅផ្ទះមើលថែដំណាំនៅចំការទៅចាលោកប្តីនៅពេលដែលបងមកវិញខ្ញុំនឹងចម្អិនបាយចម្អិនម្ហូបដែលបងចូលចិនព្រោះឯកាលពីថ្ងៃមុនខ្ញុំបានលក់បន្លែបានប្រាក់ច្រើនគួរសមបងប្រហែលជាមិនយកក្របីទៅទេបងទៅកាប់អុសតែម្នាក់ឯងសិនចាំពេលថ្ងៃស្អែកបងនឹងយកក្របីទៅដឹកមកផ្ទះអញ្ចឹងចាំអូនរៀបចំបាយទឹកឲ្យបងសិនព្រោះឯតាំងពីព្រឹកមកបងមិនទាន់បានហូបបាយអ្វីទេចូលក្រពះពិតមែនហើយអូនរៀបចំបាយទឹកឲ្យបងបន្តិចមកបងនឹងយកទៅហូបនៅក្នុងព្រៃចាលោកប្តីរងចាំបន្តិចបន្ទាប់ពីប្រពន្ធរៀបចំបាយទឹករួចបុរសដែលជាប្តីក៏បានដើរទៅព្រៃដើម្បីកាប់អុសចំណែកលោកសេដ្ឋីមានទ្រព្យសម្បត្តិយ៉ាងច្រើនអ្នកស្រុកជិតឆ្ងាយតែងតែមកចងការប្រាក់របស់គាត់ដល់ថ្ងៃមួយនោះលោកសេដ្ឋីក៏ទៅទារប្រាក់ពីកូនបំណុលអាកូនចៅថ្ងៃនេះយើងត្រូវទៅទារបំណុលគេនៅស្រុកខាងកើតឯងរៀបចំភ្លាមទៅឯងទៅជាមួយយើងបាទលោកសេដ្ឋីខ្ញុំនឹងរៀបចំតើលោកសេដ្ឋីជិះសេះឬមួយលោកសេដ្ឋីជិះក្របីយើងគិតថាថ្ងៃនេះយើងមិនជិះសេះយើងមិនជិះក្របីទេតែយើងចង់ធ្វើដំណើរដោយជើងយើងចង់ដឹងតើជីវភាពអ្នកភូមិស្រុកគេរស់នៅយ៉ាងម៉េចតែមិនកើតទេដឹងលោកសេដ្ឋីព្រោះឯងនៅស្រុកខាងកើតឆ្ងាយខ្ញុំខ្លាចតែលោកសេដ្ឋីអស់កម្លាំងនៅតាមផ្លូវមិនអីទេយើងដឹងខ្លួនឯងច្បាស់យើងអាចធ្វើដំណើរដោយជើងបានឯងមិនចាំបាច់គិតវែងឆ្ងាយទេទៅរៀបចំអីវ៉ាន់ភ្លាមទៅសម្រាប់យើងទៅតាមផ្លូវនៅពេលនេះបាទលោកសេដ្ឋីទទួលបញ្ជាយើងជាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនតែរាល់ថ្ងៃរស់នៅតែម្នាក់ឯងបើសិនជាថ្ងៃណាមួយយើងមានមនុស្សស្រីម្នាក់មករស់នៅជាមួយយើងនឹងរស់នៅដោយមានក្តីសុខតែពួកនាងទាំងអស់នោះស្រឡាញ់តែទ្រព្យសម្បត្តិយើងតែប៉ុណ្ណោះលុះដល់ពេលល្ងាចបន្តិចបុរសជាប្តីក៏បានមកដល់ផ្ទះវិញ
ឯងនេះគ្រាន់តែបាយប្រពន្ធតែប្រមាណម៉ោងសោះឯងនិយាយថានឹកស្ទើរស្លាប់គ្រប់ពេលដែលកាប់អូសឯងតែងតែនិយាយថានឹកប្រពន្ធរហូតបើមិនឲ្យយើងនឹកប្រពន្ធតើឲ្យយើងនឹកអ្នកណាវិញទៅបើរាល់ថ្ងៃយើងមានតែប្រពន្ធមួយទោះបីជាយ៉ាងណាក៏ឯងអាណិតយើងផងព្រោះឯងយើងនៅមិនទាន់មានប្រពន្ធទេគួរតែគិតដល់ចិត្តយើងខ្លះទៅយល់ព្រមថ្ងៃក្រោយយើងមិននិយាយទៀតទេព្រោះឯងយើងអាណិតដល់ចិត្តរបស់ឯងនិយាយអញ្ចឹងតើប្រពន្ធឯងបាត់ទៅណាហើយមិនបានជាមិនឃើញនាងនៅផ្ទះតើនាងបាត់ទៅណាទៅសម្លាញ់ប្រហែលជានាងទៅដងទឹកឬមួយនាងទៅមើលដំណាំនៃចម្ការនាងនៅផ្ទះក៏មិនទំនេរដែរនាងរវល់ការងារគ្រប់យ៉ាងសម្លាញ់បើឯងមានប្រពន្ធសែនល្អបែបនេះឯងគួរតែមើលថែនាងឲ្យល្អបំផុតប្រយ័ត្នមានថ្ងៃណាមួយមានគេដណ្ដើមយកនាងបាត់មិនមានអ្នកណាម្នាក់អាចដណ្ដើមនាងចេញពីយើងបានទេព្រោះនាងស្រឡាញ់យើងហើយយើងក៏ស្រឡាញ់នាងដែរជូនពរណាសម្លាញ់យើងជូនពរឲ្យសម្លាញ់រស់នៅជាមួយគ្នាដល់ចាស់កោងខ្នងបានហើយណាសម្លាញ់បើអញ្ចឹងយើងទៅផ្ទះយើងវិញសិនហើយចាំថ្ងៃស្អែកយើងជួបគ្នាណាសម្លាញ់ចំណែកលោកសេដ្ឋីនិងកូនចៅក៏បានធ្វើដំណើរមកដល់ចំការនាយសុកនិងប្រពន្ធប៉ុន្តែនៅពេលនោះប្រពន្ធនាយសុកនៅក្នុងចំការតែម្នាក់ឯងដោយប្តីរបស់នាងកំពុងតែនៅផ្ទះយើងមិនដែលដឹងទេនៅក្នុងស្រុកភូមិនេះមានស្រីស្អាតដល់ថ្នាក់នេះហើយជាកូនចៅអ្នកណាទៅមិនបានជាយើងមិនដែលឃើញកន្លងមកខ្ញុំជាកូនអ្នកស្រុកភូមិនេះហើយនេះជាចំការរបស់ខ្ញុំតើលោកសេដ្ឋីមានការអ្វីមែនទេយើងគ្មានការអ្វីទេគ្រាន់តែយើងបានធ្វើដំណើរឆ្លងកាត់ទីនេះហើយយើងក៏បានឈានចូលមកចំការនេះតែម្ដងទៅត្រាប់តែពេលដែលយើងចូលមកត្រាប់តែយើងបានជួបនារីម្នាក់ដ៏ស្រស់ស្អាតលោកសេដ្ឋីបើស្រស់ស្អាតបែបនេះលោកសេដ្ឋីចាត់ការភ្លាមទៅទោះបីជាឯងមិននិយាយក៏យើងធ្វើព្រោះឯងយើងពេញចិត្តនាងមើលទៅនាងជាមនុស្សស្រីដែលស្រស់ស្អាតលោកសេដ្ឋីមេត្តាចេញពីចំការខ្ញុំភ្លាមទៅចំការនេះមិនស្មើគមមនុស្សដូចជាលោកសេដ្ឋីទេចេញយ៉ាងមិនកើតបើយើងចេញទៅចំការនេះនាងក៏ត្រូវចេញទៅតាមយើងដូចគ្នាព្រោះយើងមិនអាចទុកនាងនៅក្នុងចំការនេះបានទេលោកសេដ្ឋីកុំនិយាយបែបនេះអីបើសិនជាប្តីខ្ញុំមកទាន់លោកសេដ្ឋីនឹងមានរឿងខ្ញុំមិនមែនជាមនុស្សនៅទំនេរទេខ្ញុំមានគ្រួសាររួចហើយតាមពិតទៅនាងមានប្តីរួចហើយតែយើងមិនប្រកាន់រឿងនាងមានប្តីទេសំខាន់ឲ្យតែយើងពេញចិត្តយើងនឹងយកនាងតតែបានអាកូនចៅឆាប់យកនាងទៅផ្ទះរបស់យើងភ្លាមទៅអត់ទេលោកសេដ្ឋីអត់ទេលោកសេដ្ឋីដល់លេខខ្ញុំទៅដល់លេខខ្ញុំទៅបងសុកជួយអូនផងបងសុកចំណែកនាយសុកបន្ទាប់ពីចាំប្រពន្ធអស់រយៈពេលច្រើនម៉ោងគេក៏បានដើរមកតាមរកប្រពន្ធគេនៅចំការក្មួយសុកមានរឿងធំហើយក្មួយតើមានរឿងអ្វីទេអ្នកមីងតើអ្នកមីងមានរឿងអ្វីមែនទេមីងមិនមានរឿងអ្វីទេតែក្មួយវិញទេដែលជាអ្នកមានរឿងគឺមីងបានឃើញលោកសេដ្ឋីបានចូលទៅក្នុងចំការរបស់ក្មួយបន្ទាប់មកគាត់ក៏បានចាប់យកប្រពន្ធក្មួយទៅផ្ទះរបស់គាត់តើវាជាការពិតមែនទេអ្នកមីងតើលោកសេដ្ឋីនោះមានឈ្មោះអ្វីទៅហើយអ្នកមីងមានបានដឹងទេថាផ្ទះរបស់គាត់នៅទីណាគាត់មានឈ្មោះថាលោកសេដ្ឋីខុនផ្ទះរបស់គាត់នៅជាប់វត្តក្មួយប្រញាប់ទៅជួយប្រពន្ធទៅតន់លោកសេដ្ឋីយកមិនតន់ដល់ផ្ទះបាទអ្នកមីងអរគុណច្រើនបើអញ្ចឹងខ្ញុំសូមលាអ្នកមីងសិនហើយខ្ញុំនឹងប្រញាប់ទៅជួយប្រពន្ធខ្ញុំលោកសេដ្ឋីក៏បានចាប់យកប្រពន្ធនាយសុកមកដល់ផ្ទះរបស់គាត់លែងខ្ញុំទៅលោកសេដ្ឋីមិនគួរធ្វើបែបនេះទេខ្ញុំមិនមែននឹកក្រមុំតែខ្ញុំមានប្តីមានគ្រួសាររួចហើយ
យើងបាននិយាយប្រាប់នាងហើយមែនទេទោះបីជានាងមានប្តីមានគ្រួសារក៏យើងនៅតែស្រឡាញ់ព្រោះយើងចង់បាននាងត្រូវតែធ្វើជាប្រពន្ធរបស់យើងខ្ញុំសុខចិត្តស្លាប់ក៏មិនធ្វើជាប្រពន្ធលោកសេដ្ឋីដែរខ្ញុំមិនអាចក្បត់ចិត្តប្តីខ្ញុំបានទេលោកសេដ្ឋីសម្លាប់ខ្ញុំចុះនាងហ៊ាននិយាយឌឺយើងផងមែនទេយើងមិនសម្លាប់នាងទេតែយើងនឹងទុកនាងធ្វើជាប្រពន្ធរបស់យើងនិងសប្បាយជាមួយគ្នាចាប់ពីពេលនេះទៅលោកសេដ្ឋីឆាប់ដោះលែងប្រពន្ធខ្ញុំភ្លាមឯងខ្លាំងមែនមិនបាច់ជាឯងហ៊ានចូលមកផ្ទះរបស់យើងឯងមិនចង់រស់ហើយមែនទេឆាប់ចេញទៅវិញភ្លាមទៅខ្ញុំមិនទៅវិញទេបើសិនជាប្រពន្ធខ្ញុំមិនបានទៅវិញជាមួយខ្ញុំលោកសេដ្ឋីដោះលែងប្រពន្ធខ្ញុំទៅបើលោកសេដ្ឋីមិនដោះលែងទេលោកសេដ្ឋីកុំនិយាយថាខ្ញុំគ្មានធម៌ប្រណីដោះលែងចំណុចកើតយើងនឹងយកប្រពន្ធឯងធ្វើជាប្រពន្ធរបស់យើងលោកសេដ្ឋីដោះលែងប្រពន្ធគេទៅនៅពេលនេះខ្ញុំនឹងចាប់លោកសេដ្ឋីយកទៅដាក់ទោសព្រោះអីកន្លងមកលោកសេដ្ឋីតែងតែប្រព្រឹត្តអំពើថោកទាបអត់ទេលោកមេភូមិខ្ញុំមិនបានធ្វើទេពួកវាតែពីរនាក់រៀបចំផែនការដើម្បីធ្វើបាបខ្ញុំតែប៉ុណ្ណោះលោកសេដ្ឋីនៅតែមិនព្រមសារភាពទៀតបែបទេដល់ពេលនេះខ្ញុំបានចាប់កូនចៅរបស់លោកហើយគេក៏បានសារភាពនៅរកកំហុសគ្រប់យ៉ាងលោកសេដ្ឋីអើខ្ញុំសុំទោសខ្ញុំមិនអាចលាក់បាំងបានទៀតទេខ្ញុំយល់ព្រមសារភាពអស់ហើយលោកសេដ្ឋីលោកមេភូមិខ្ញុំដឹងខុសហើយលោកមេភូមិសូមលោកមេភូមិលើកលែងទោសខ្ញុំម្ដងទៅខ្ញុំសន្យាថានឹងមិនធ្វើបែបនេះទៀតទេគ្មានការជោគជលអ្វីជាដាច់ខាតលោកសេដ្ឋីត្រូវតែទទួលទោសលោកមេភូមិក៏បានចាប់យកលោកសេដ្ឋីកសាងសំណុំរឿងបញ្ជូនទៅកាត់ទោសចំណែកប្រពន្ធនាយសុកក៏បានរួចផុតពីគ្រោះថ្នាក់ហើយពួកគេទាំងពីរនាក់ក៏បានត្រឡប់ទៅផ្ទះវិញនិងបង្កបង្កើនផលរស់នៅជាមួយគ្នាជារៀងរហូតទៅ